នៅអាមេរិកនេះកុំថាឡាយប្រើអំពើហិង្សាសំបីតែតម្លើងសម្លេងសម្លុតគ្នាហ្នឹងក៏ខុសច្បាប់ដែរអញ្ចឹងមនុស្សម្នាក់ពេលគាត់មានកំហឹងគាត់អាចបញ្ចេញទៅតាមទីសាធារណៈបានទេអញ្ចឹងវាអាចស្ទះទ្រូងដាច់ខ្យល់តែម្ដងនៅទីនេះគេមាន business មួយដែលគេហៅថាបន្ទប់បញ្ចេញកំហឹងថ្ងៃនេះមកទស្សនាបន្ទប់បញ្ចេញកំហឹងជាមួយខ្ញុំជាដំបូងខ្ញុំត្រូវគិតសិនថាខ្ញុំត្រូវខឹងអីគេព្រោះជីវិតខ្ញុំអត់ចេះខឹងអ្នកណាគុំអ្នកណាសោះសប្បាយចិត្តរហូតតែខ្ញុំក៏មកទីនេះដើម្បីចង់ដឹងចង់លឺថាបន្ទប់បញ្ចេញកំហឹងគេនឹងវាមិនខ្លះអញ្ចឹងដំបូងគេយកកែវគេយកចានគេយកដបឲ្យយើងបោកមួយសេរីតែយើងត្រូវចាយលុយឲ្យគេដូចថា1ម៉ោងអញ្ចឹងគេឆាតយើងប្រហែល100ឬក៏ប្រហែល10អញ្ចឹងទៅហើយយើងបោកអីវ៉ាន់ដែលគេដាក់នៅក្នុងបន្ទប់នោះយើងបោកមួយសេរីបញ្ចេញកំហឹងបញ្ចេញ stress ស្រែកមកទៅហឹងបានចាប៉ុន្តែមុននឹងយើងចូលគេក៏មានជាសម្លៀកបំពាក់មានមួកអីដើម្បីការពារសុខភាពរបស់យើងផងដែរមកជីវិតខ្ញុំគ្មានកំហឹងគ្មាន stress គ្មានពិបាកចិត្តស្អីទេតែខ្ញុំគ្រាន់តែចង់មើលថាគេរកស៊ីរបៀបម៉េចមនុស្សគ្រាន់តែការបញ្ចេញកំហឹងក៏អាចយកជាលុយបានហើយមិនថោកណាអ្នកទាំងអស់គ្នាដែលចូលមកទីនេះគឺថ្លៃមែនតើអញ្ចឹងពេលដែលយើងចូលមកបងប្អូនទាំងអស់គ្នាគឺគេមានបន្ទប់មួយឲ្យហើយគេមានអីវ៉ាន់ឲ្យយើងបោកតាមចិត្តហើយគេមានអាវុធឲ្យយើងចាគេមានអាដងឈើនេះអាដងដៃខ្ញុំលើកអត់រួចខ្ញុំថាទៅវាយបើទៅលើកមកនឹងចង់បាក់ដៃខ្លួនឯងនៅពេលដែលទីនេះប្រទេសគឺមនុស្សមានសិទ្ធិស្មើគ្នាអញ្ចឹងការស្រែកតម្លើងសម្លេងក៏អត់បានអំពើហិង្សាក៏អត់បានអញ្ចឹងនៅពេលដែលបែបហ្នឹងគឺគេរកដំណោះស្រាយឲ្យមនុស្សមកបញ្ចេញកំហឹងបានតាមចិត្តនៅបន្ទប់មួយនេះហើយតែនៅក្នុងបន្ទប់មួយនេះទេតែហ៊ានបញ្ចេញកំហឹងក្រៅពីហ្នឹងគឺអាចទទួលបានការជាប់ទោសហើយបងប្អូនមិនមែនមានត្រឹមតែកែវឲ្យយើងបោកណាមានឡានឲ្យយើងវាយតាមចិត្តទៀតចង់វាយបែបណាក៏វាយបានដែរគិតទៅបងប្អូនការដែលយើងបញ្ចេញកំហឹងអត់មានអីល្អទេឈឺសាច់ខ្លួនឯងគ្រោះថ្នាក់ខ្លួនឯងឃើញវាយខុសវិលមកចុះអ្វីដែលសំខាន់អាចនឹងគ្រោះថ្នាក់ដល់ខ្លួនឯងខ្លាំងតែម្ដងអត់មានសុបាយទេហត់ចឹងជឿខ្ញុំទៅកុំប្រើប្រាស់អំពើហិង្សាអត់មានអីល្អទេខ្ញុំមកនេះខ្ញុំមកឲ្យតែដឹងទេបងប្អូនចាក់ចេញពីបន្ទប់